បាទក៏ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាខ្ញុំបាទនៅក្នុងកោះប្រជុំទេពបង្ហាញបច្ចុប្បន្នភាពបាទថ្ងៃអាទិត្យឃើញពុទ្ធបរិស័ទច្រើននៅលើទីតាំងប្រាសាទតម្កល់ជួងតម្កល់ប្រគោបាទសិទ្ធិពុទ្ធបរិស័ទហើយបាទចំណាប់អារម្មណ៍មែនតើណាបើតាមរយៈដែលឃើញប្រហែលថ្ងៃកន្លងនេះមកនេះនៅពេលដែលតម្កល់ជួងតម្កល់គងរួចបាទចឹងពុទ្ធបរិស័ទគឺសម្រុកមកតែម្ដងបាទថ្ងៃអាទិត្យថ្ងៃសៅរ៍ថ្ងៃសម្រាប់ថ្ងៃបុណ្យគឺមកដល់ទីតាំងបាទហើយធ្វើការគោរពបូជាបាទកងផងគោះផងទូមផងនៅក្នុងប្រាសាទព្រោះនៅក្នុងប្រាសាទគឺមានជួងមានគងហើយនឹងប្រគោបាទអែលពណ៌បាទប្រគោឡើងរលោងហើយប្រមាណនេះហើយត្រជាក់បាទត្រជាក់មែនតើបាទត្រជាក់ណាស់អញ្ចឹងផ្ញើទស្សនវិជ្ជាទាំងអស់នេះជូនពុកម៉ែបងប្អូនទាំងគ្នាសូមជួយ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានទស្សនវិជ្ជាថ្មីបាទនេះប្រគោបាទអញ្ចឹងប្រគោហើយនឹងបាទនេះគឺជួងហើយខាងនេះគឺគងអញ្ចឹងកំពុងតែឮសំឡេងខាងក្នុងប្រាសាទបាទហើយទស្សនវិជ្ជាយ៉ាងណាទៀតខ្ញុំនឹងបង្ហាញបន្តជូនតែពុទ្ធបរិស័ទនៅតែសម្រុកបាទគឺចេញពីទីតាំងព្រះអង្គធំមកសំដៅមកប្រាសាទតម្កល់ជួងតែម្ដងនឹងទស្សនវិជ្ជាណាពុកម៉ែបងប្អូនគ្នាហើយខ្ញុំក៏សូមអធិស្ឋានខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយកើតឡើងដោយអចេតនាក្តីបាទកំហុសខុសឆ្គងបកស្រាយនៅទស្សនវិជ្ជាក្នុងវត្តក្នុងកោះក្តីបាទសូមអធិស្ឋានដល់ខ្ញុំបាទផងព្រោះក្មេងខ្ចីក្នុងការបង្ហាញណាតែដោយសារតែទស្សនវិជ្ជានៃជាការស្រឡាញ់ពេញចិត្តបាទការស្រឡាញ់ពេញចិត្តអញ្ចឹងក៏ព្យាយាមបង្ហាញបច្ចុប្បន្នភាពជូនពុកម៉ែបងប្អូននេះជាប្រចាំបាទស្ទើរតែរៀងរាល់ថ្ងៃសម្រាប់ការបង្ហាញជូនហើយទន្ទឹមនឹងការបង្ហាញជូននេះក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងគ្នាបាទតែតែគាំទ្របាទហើយលើកទឹកចិត្តបាទដល់ខ្ញុំបាទអ្នកម្ដាយបាទអ្នកម្ដាយអញ្ចឹងគាត់បន្តបាទនេះពុកម៉ែបងប្អូនទាំងគ្នាបាទថត YouTube ចាបាទឥឡូវបន្តចេញពីទីតាំងប្រាសាទទៅខ្ញុំនឹងធ្វើដំណើរទៅទីតាំងព្រះអង្គធំបាទចុងកោះម្ដងដើម្បីបង្ហាញបន្តជូនពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងសំឡេងជួងលឺរំពងកងបាទល្អណាស់ពុកម៉ែបងប្អូនល្អណាស់បាទនេះគឺជាសំឡេងដែលនៅក្នុងប្រាសាទឥឡូវបន្តដំណើរឡើងទៅខាងព្រះអង្គធំបាទឥឡូវចូលនេះមកថតបាទកម្មចន្ទើនៅជាប់ប្រាសាទបាទនៅជាប់ប្រាសាទតម្កល់ជួងជូនពុកម៉ែបងប្អូនគ្នាចោះអូកម្មចន្ទើចោះអូកន្លែងនេះក៏ពិសេសដែរពុកម៉ែបងប្អូនគ្នាបើសិនជាយើងមានឧទាហរណ៍ថាបាទចង់បលែងត្រីឬក៏លុបលាងមុខលាងដៃលាងជើងអីបានតែបើបលែងត្រីកន្លែងហ្នឹងល្អមែនទែនបាទនេះគឺអូចំណងកបាទទឹកវាលបាទពេញដោយសារតែទឹកឡើងភ្លៀងណាឥឡូវនេះក៏មិនដឹងយ៉ាងណាដែរទឹកបាទទឹកនេះតែពុតស្រកទៅវិញខ្លះហើយបាទនេះបើយើងមើលឃើញបាទនេះទឹកណាទឹកសមោលទឹកឬក៏កដីដែលទៅតែស្រកចេញទៅជាប់ដើមឈើឃើញបាទហើយទស្សនវិជ្ជាយ៉ាងណាទៀតមិនប្រកបដែរបាទទឹកអាចនឹងឡើងស្រកបាទទៅតាមទឹកភ្លៀងទេសម្រាប់អូចំណងកបាទឥឡូវបន្តបាទចេញទៅវិញបង្ហាញបន្តខ្ញុំអធិស្ឋានសម្រាប់ថ្ងៃអាទិត្យនេះផងពុទ្ធបរិស័ទបាទនៅតែបន្តទស្សនវិជ្ជាមិនដាច់ទេពុកម៉ែបងប្អូនគ្នាមិនដាច់ទេស្ទើរតែរាល់ថ្ងៃគ្រាន់តែថាថ្ងៃច័ន្ទដល់ថ្ងៃសុក្រថ្ងៃសៅរ៍គឺបាទមានរៀងតិចតួចតែបើសិនជាថ្ងៃអាទិត្យបាទច្រើនបាទហើយក៏អរគុណដែរពុកម៉ែបងប្អូនគ្នាតែតែគ្រប់ត្រូលហើយតែសំណូមពរឲ្យខ្ញុំបាទហ្នឹងគឺបង្ហាញបច្ចុប្បន្នភាពជូនជាប្រចាំបាទហើយក៏មានការសំណូមពរដូចអ្វីដែលពុកម៉ែបងប្អូនគ្នាបានសំណូមពរខ្ញុំឥឡូវនេះមកបង្ហាញជូនទៀតហើយបាទហើយបាទសូមឲ្យតែពុកម៉ែបងប្អូនសូមជួយតាមដានហើយក៏អធិស្ឋានពុកម៉ែបងប្អូនគ្នាសម្រាប់ការបង្ហាញផងកន្លែងលើសលួសត្រង់ចំណុចណាមិនសមរម្យសូមខន្តីអធិស្ឋានបាទហើយពិសេសក្នុងវត្តសុទ្ធគឺមានរថយន្តដោយពុកម៉ែបងប្អូនតែឃើញអញ្ចឹងមានរថយន្តអគ្គិសនីបាទនេះឥឡូវគាត់បន្តសម្ដែងចេញទៅវិញបាទដឹកជញ្ជូនបាទគ្រប់កន្លែងតាមក្នុងទីតាំងវត្តនឹងកោះហើយក៏អាចថាគាត់នឹងបកស្រាយបាទប្រាប់អំពីទីតាំងនីមួយៗជូនពុកម៉ែបងប្អូនគ្នាដែរបាទលើបន្តចិត្តដល់ហើយបាទព្រះអង្គធំនៅខាងមុខ
បាទឥឡូវអត់ឡើងទៅខាងលើឥឡូវខ្ញុំធ្វើដំណើរមកជុំទីតាំងព្រះអង្គធំសិនហើយបង្ហាញជូនបាទពុទ្ធបរិស័ទនៅខាងលើក៏នៅតែបន្តធ្វើដំណើរឡើងទៅទីតាំងព្រះអង្គធំនៅខាងលើថ្វាយបង្គំបាទហើយខាងក្រោមនេះវិញក៏ពិសេសដែរបាទគឺជារូងភ្នំបាទរូងភ្នំសវនិមិត្តទេប៉ុន្តែស្អាតណាស់ពុកម៉ែបងប្អូនគ្នាការរៀបចំបាទសូនរូបនាគនៅខាងក្នុងរូងភ្នំបាទហើយច្រកចេញចូលហ្នឹងក៏ស្អាតដែរដូចផ្ទាំងថ្មបាទដូចផ្ទាំងថ្មពិតណាពុកម៉ែបងប្អូនគ្នាបាទហើយការរៀបចំនៅខាងក្នុងឃើញពុទ្ធបរិស័ទច្រើនបាទកំសាន្តជាប្រចាំចូលទៅនៅបងចូលរហើយបាទអញ្ចឹងទស្សនវិជ្ជាឥឡូវខ្ញុំបន្តដំណើរបង្ហាញមកជុំជូនពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងច្រកនៃរូងភ្នំខាងក្រោមបលាំងបងធំមានពីរដូចតែខ្ញុំបានបង្ហាញជូនពុកម៉ែបងប្អូនទាំងគ្នាច្រកខាងហ្នឹងមួយនិងខាងនោះមួយទៀតទស្សនវិជ្ជានេះកង្ហារបាទកង្ហារបឺតខ្យល់កង្ហារបឺតខ្យល់មានចំនួនបាទជ្រុងនេះ6បាទខាងក្រោយហើយនឹងមកខាងទៀតអញ្ចឹងមាន3កន្លែងអញ្ចឹងទាំងអស់នេះគឺ6 3ដល់18ទាំងហាលធំនេះគឺបឺតខ្យល់ចេញពីខាងក្នុងដើម្បីកុំឲ្យហប់ពុកម៉ែបងប្អូនគ្នាឥឡូវបន្តជាមួយខ្ញុំបងប្អូនគ្នាបាទនេះខាងនេះបើសំឡេងនឹងហាលគឺកំពុងតែបក់ឡើងជក់តែម្ដងពុកម៉ែបងប្អូនគ្នាអញ្ចឹងទស្សនវិជ្ជាទាំងអស់នេះបាទពិសេសណាស់បាទពិសេសណាស់ហើយមិននឹកស្មានណាពុកម៉ែបងប្អូនគ្នាមិននឹកស្មានទេហើយតាមរយៈពុកម៉ែបងប្អូនទាំងគ្នាដែលអញ្ជើញមកផ្ទាល់ហ្នឹងគឺប្រកាសជាឃើញច្បាស់នឹងភ្នែកដូចមិនដូចថាខ្ញុំកុហកឬក៏ខ្ញុំចិត្តថាតែមកដល់ជាក់ស្ដែងឃើញហើយបាទលន់មាត់បាទចង់មកហើយមកម្ដងទៀតនៅតែចង់មករហូតពុកម៉ែបងប្អូនគ្នាបាទហើយយើងមើលចន្លោះនេះអញ្ចឹងយើងឃើញប្រាសាទបាទព្រះអង្គធំបាទទីតាំងព្រះអង្គធំប្រាសាទដំបូលប្រាសាទសាលាបាសនាប្រាសាទដំកល់បបាទហើយនេះស្ពានអន្តនូទស្សនវិជ្ជាហើយទីតាំងកន្លែងនេះអាចថានឹងមានគម្រោងដែរប៉ុន្តែអត់ទាន់ដឹងព្រោះវាលឃើញវាលតែអត់ទាន់រៀបចំអ្វីទេបាទអញ្ចឹងអត់ទាន់ដឹងដែរពុកម៉ែបងប្អូនគ្នាខ្ញុំក៏សម្រាប់ទស្សនវិជ្ជាការងារគឺនៅពេលដែលឃើញជាងទើបដឹងថាមានការងារតែបើអត់ទេគឺអត់ដឹងដែរទេអធិស្ឋានផងបាទតែព្យាយាមបង្ហាញនៅអ្វីដែលថ្មីបាទជូនទៅដល់ពុកម៉ែបងប្អូនទាំងគ្នាបាទឥឡូវមកដល់ហើយនេះពុកម៉ែបងប្អូនគ្នាខ្ញុំបានប្រហែលជាភ្លៀងហើយខ្យល់ខ្លាំងឃើញថាមានសត្វបាទក្រហមនៅខាងមុខនេះគឺជាសត្វទេបុរស័នអំពូលបាញ់ចំទៅក៏សត្វបាទហើយរូបតោនឹងអត់ទៅតែដឹងខ្ញុំបានបង្ហាញវីដេអូម្ដងហើយបាទរូបតោទៅតែដឹងថាតោជន់បាល់ហើយនឹងតោជន់កូនតោនៅខាងនេះបាទនៅសងខាងអត់ដឹងច្បាស់ទៅតែមកឃើញបង្ហាញជូនឥឡូវបន្តចេញទៅវិញបាទមកជុំព្រះអង្គធំបាទមកជុំព្រះអង្គធំឲ្យតិចបាទមានកៅអីអង្គុយបាទមានកៅអីសម្រាប់នេះនៅតាមស្ពានឈើនេះគឺមានគ្រប់កន្លែងបាទស្ពានឈើនៅកន្លែងណាគឺមានកៅអីនៅកន្លែងហ្នឹងបាទរៀបចំគ្រប់កន្លែងឥឡូវមកដល់ច្រកមួយទៀតអញ្ចឹងទីតាំងរូងភ្នំគឺមានច្រក2បាទចូលតាមណាក៏បានហើយចូលចេញបានគ្រប់កន្លែងពុកម៉ែបងប្អូននេះរៀបចំបាទសាបខាងក្រោមនោះក៏រៀបជារាងថ្មដែរពុកម៉ែបងប្អូននេះគេហើយទស្សនវិជ្ជាជាងខាងលើគឺជាជាងភ្នំតែម្ដងបាទហើយពិសេសនៅខាងក្នុងគឺមានរូបសំណាករូបសត្វនាគបាទដែលយាមការពារនៅក្នុងរូងភ្នំតែម្ដងគឺមានពុទ្ធបរិស័ទនៅតែបន្តចេញចូលបងថ្មីខ្ជូតទៅទៀតអញ្ចឹងមួយឡានពេញបាទចេញដំណើរបាទឥឡូវមកដល់ទៀតធ្វើដំណើរឡើងបន្តហើយគាត់ទៅមកដល់អញ្ចឹងទៅគាត់ឡើងអញ្ចឹងទៅពុកម៉ែបងប្អូនគ្នានេះបន្តឡើងទៅទស្សនវិជ្ជាខាងលើនេះបាទយើងមើលមិនសូវឃើញច្បាស់អីអធិស្ឋានផងពុកម៉ែបងប្អូនគ្នាបាទខំតាមថតគេអត់មើលលេងបាទអញ្ចឹងទស្សនវិជ្ជាខាងលើព្រះអង្គធំអ្នកមីងអ្នកម្ដាយបាទនៅខាងលើកំពុងតែធ្វើដំណើរចុះបដាទស្សនវិជ្ជាគឺនៅមានបន្តឡើងចុះអញ្ចឹងពុកម៉ែបងប្អូនខាងក្រៅខ្ញុំបាទនេះក៏មានដែរគាត់ទៅតែមកដល់ទេនេះអញ្ចឹងទស្សនវិជ្ជាយ៉ាងណាទៀតខ្ញុំនឹងព្យាយាមបង្ហាញជូនឥឡូវបន្តដំណើរទៅខាងរហាត់
chỉ sai hàng sạt phê tích bà bà to lên sạt phê chun của ngoài bảo ôn bà lấy chân vì cái lái nên mỏ chân vì bọn thông mà đo khả năng mình chân bọt bà mà chôm trong co hái bà mà chôm trong cái nó khơi tập vì bây giờ bị chăn môn làm đo của mai bọn khiแต่แต่พิบจงก่อนนั่นคืออัดเมียนใบมิเตว่าแล้วนั่นคือเรียบจอมปลายโปรสะอาดเหมือนเต้นแต่งตีตังแต่งเพลย์ทำไมเชิงเรียบจอมชื่อกันไรเนี่ยยังงีสรูถูกดำน้าผมหมายปอนนักเรียนเห็นนี่เนี่ยอัตตันนี้คือถูกดำน้าtừดอลสัตว์เพแต่สัตว์เพให้กรอยสลาวิปัสสนาถูกดำน้าดอลภูมิทานสุขะแต่มีลุ่นในกาแฟมาจองจำมากาแฟจองจำในขางเลยพิเศษเจ้าbà đồ lười dùm lây nha lười dùm lây hào 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 nồi nà chạy nè đây chứ và đây sai phê phê sạt phê sạt phê Sky, anh mua Sky, Sky hào, Sky hào, đó, ngồi đây nha, đi bà đây bà trường, sampah tí mà, cái tôi bộ mặt của nó này tập hiệp đi, mình đi thế mà ta bây giờ trong cái nó lên và là p admin này nó lên những sẽ sài và tại riêng trong ngồi và ngồi đây thì là và điệp trong đây giờ là lâu ở trong khán đây và trong bầu bằng hai và xây lẹ nó kháng lơ nữa và đây xây lẹ mình và này xây lẹ nó kháng lơ sát tôi thay mày đấyผมหมายปอนนึงนี่แต่มันบินวัตถุบินในขนมกะป่าจะมวยหนึ่งสัตว์เพในข้างกล้าวเพนี่ชมูสกายให้สัตว์ตัวนี้ชมูสีแหละชมูแหละให้ตัวนี้ว่าผมหมายบอกนึงนี่หนูมันหมกกีบ่านี่ในข้างเลื้อนะเจอเราบต่อติดว่าบต่อดำน้ำเตยขมุกติดผมหมายปอนนึงนี่สมบังหารตัวตะพีผมปนเตยผมเอาอีท่าแต่พิบคลาน้ำตอนดิพองก็จะแต่บางหางจูนโอ้เดี๋ยวผมมาปนกันนี่แล้วกางเงียมากำรงทำไมในนี่กดลูกตามากำรงทำไมกดลูกตาผมมาปนกันนี่เคยเชียงบองเชียงคือจับดำปตอกางเงียบกอดอันนี้เดี๋ยวลูกปูมาเรียบจอมชูหอยกาก็ได้มาแต่พิบกรุงในขางกร้อยให้บางการได้รู้ยังมารู้ใช้คือบางหางจูนมาปนกันนี่หายได้แต่พิบนี้ทำไมแล้วคือไอ้ท่านมันต่อโจนบางห้างแต่แล้วส่งบางห้างส่งดาวบอกเพลงนี้ผมฉลองตึกอรุ่ยตีมีดาวฉลองกัดบางการกล่าวสลาวิปัสสนาบาดดอลที่ตั้งในกอดกระพงตะทูแต่มาดองบาดเนี่ยโอ้กอดตำราในขนมกระจอกมาขนมรุ่งให้บาดใจเคลียร์ใจเคลียร์สบายบาดในขนมรุ่งแต่ตะเพียบนี้ในกล่าวสลาวิปัสสนาในหมกโซนสัตว์ผมหมายปนเพื่อโซนสัตว์ขดันเหล่านี้โซนสัตว์ด้านโซนสัตว์ชลุว่าโซนถึงซ้ายโซนขดันใหญ่ว่าจวบอ่างตึกทำไมนะไอ้แต่เพียบคณะเทียบว่าจีภูมิทานสุขะว่าเมียนเพชรเจ้าว่าเมียนกาแฟจองจำในขนมจานให้หมดดอคางช่วยได้นี่ที่คือเตี้ยคลาไตรเราหมดบางหางจุดให้นำมันต่อโจตัวคางขนมแต่มันดองว่าเป็นแต่เพียบว่าการเงียคางขนมจูนประมาณบางปอนบาทนี่đó làอัดเคยในจังโจขนมว่าโจขนมเตี้ยบาได้บานี่เตี้ยบาทเนี่ยđó làประมาณปอนนี่ให้ลูกปูมันđó là mồmการเงียโจเลยยังหายการเงินจงก็แต่มาดองได้ละรีบจอมจีบ่าเรียน5หรือก็อายุมาแต่กระโปรงพายจีใส่เราไปต่อเติมบางหางจูนบางไม้บางปนที่ขังจ้องไปจิตตะพิบทำไมทั้งไงนี่บ่าจีใส่รอกับหอคอชกองพองบ่าประสันจีมินคอชกองอย่างนั้นส้มก็มันขนมวิดีโอบอกที่บ้านไปเอาสมบัติบ้านดังในตะพิบหรือก็ดังในไว้ได้คอชกองพองบ้านนี้กับเตชเชอร์กับเตชเชอร์นั่นคือที่กาชูชูขดากราล
អាយ៉ាបាទនេះបាទอันนี้ស្មានថាបងមិញបាទអញ្ចឹងចាប់ដើមឈូសតែអត់តន់ក្រាលទេពូនេះអូក្រាលហ្នឹងតែឥឡូវឈូសសិនបាទឈូសហើយក្រាលអូនេះបាទក្តារហ្នឹងក្តារដូចតែគ្នាទេពូបាទដូចគ្នាអីគេដេកផ្ដាស់ហ្នឹងរនឹកអត់ចង់ឃើញផ្ដេសផ្ដាស់វាឈ្មោះគេហៅអញ្ចឹងហ៎បងពូបាទអូកន្លែងនេះស្អាតពេលដែលរៀបចិត្តដល់ពេលផុតទៅមើលឃើញទឹកហ្នឹងប្រហែលនេះស្អាតមែនតើនៅចុងខាងចុងទស្សនវិជ្ជាការងាររបស់បងហើយនឹងពូបាទឥឡូវនេះក៏ដល់ម៉ោងល្មមហើយខ្ញុំហ្នឹងមកឆ្លៀតបង្ហាញឆ្លៀតថតសិនចាំហើយទៅផុសពេលថតរួចចាំទៅផុសជូនពុកម៉ែបងប្អូនទាំងគ្នាហើយចាំបាយតែ1ម៉ោង1អត់ទាន់បានបាយទេថតខ្លាចអត់ទាន់សភាពការខ្លាចស្ទើរបាទអញ្ចឹងការងារពុកម៉ែបងប្អូនគ្នាដល់ចាប់ដើមដល់បាទកំពង់ផែការងាររៀនហាខាងក្រៅនេះខាងមុខពូកំពុងតែបោះវែងនៅខាងមុខដែរអញ្ចឹងទស្សនវិជ្ជានេះថ្មីបាទថ្ងៃនេះហើយពុកម៉ែបងប្អូនគ្នាទស្សនវិជ្ជាថ្ងៃអាទិត្យការងារពូបាទនៅខាងចុងនេះមានចដាចុះទៅទៀតទេពូបាទអូមានចដាចុះទៅកាន់តែលយទៀតស្អាតមែនទែនកន្លែងនេះបើសិនជាមានទឹកជាប់ច្រើនពេញបែបនេះប្រហែលជាស្អាតជាងទឹកតិចអញ្ចឹងទស្សនវិជ្ជាអូនេះដែករៀបចំធ្វើណាពូណាបាទឥឡូវរៀបចំរនៀបសិនអញ្ចឹងទស្សនវិជ្ជាប៉ុណ្ណឹងពុកម៉ែបងប្អូនគ្នាសម្រាប់ការងារនៅបាទនៅចុងបាទផ្ទះកុដិលោកតាជាស្រ័យបាទហើយក៏លេចមើលពីនេះទៅពុកម៉ែបងប្អូននេះឃើញទៅដល់ទីតាំងព្រះអង្គធំហើយព្រះអង្គធំពុទ្ធបរិស័ទមិញហ្នឹងគឺខ្ញុំដើរពីព្រះអង្គធំមកឃើញតែពុទ្ធបរិស័ទច្រើននៅខាងលើបាទច្រើនណាស់ហើយនៅខាងលើនៅខាងក្រោមសតតែពុទ្ធបរិស័ទដែលធ្វើដំណើរមកដល់ហើយដូចអ្វីដែលពុកម៉ែបងប្អូនគ្នាបានឃើញបាទក្នុងទីតាំងកោះប្រជុំទេពនេះគឺតែងតែមានពុទ្ធបរិស័ទពុកម៉ែបងប្អូនគ្នាធ្វើដំណើរគឺបាទទី1នេះគឺមករកទីតាំងព្រះអង្គធំតែម្ដងរួចបាទរូងភ្នំហើយនឹងចេញពីទីព្រះអង្គធំនឹងរូងភ្នំទៅគឺបាទសម្ដៅទៅប្រាសាទតម្កល់ជួរតម្កល់គោតម្កល់ប្រគោបាទរួចរហ័សទឹកបាទនេះគឺទស្សនវិជ្ជាជាក់ស្ដែងណាព្រោះទស្សនវិជ្ជាឥឡូវនេះអ្វីដែលចូលបានបូជាបានគឺមានតែប្រមាណកន្លែងនៅក្នុងកោះនេះគឺជាកន្លែងសក្ការៈដល់ល្បីតែម្ដងក្នុងកោះប្រជុំទេពបាទវត្តច័ន្ទបច្ចុប្បន្នារាមហើយល្បីរន្ទើបាទមិនមែនតែស្រុកខ្មែរទេល្បីរហូតដល់ស្រុកបាទឯនាយសមុទ្រទៀតបាទហើយតាមរយៈពុកម៉ែបងប្អូនគ្នាមកផ្ទាល់ថតបាទថតហើយផ្សព្វផ្សាយឲ្យគាត់ផុសនៅក្នុងបណ្ដាញសង្គមនោះខ្ញុំមើលឃើញថាកំពុងតែផ្ទុះឥឡូវកំពុងតែផ្ទុះហើយក៏មានការបាទក្រុមបាទថតតែងពីហ្នឹងគឺគាត់ចូលមកថតនៅខាងក្នុងកោះនេះគឺស្អាតទាំងកោះនិងវត្តបានតាមទីតាំងតាមកន្លែងនេះឃើញតែគាត់បានថតឲ្យគាត់នេះគាត់ផ្ដិតឃើញស្អាតមែនទែនទស្សនវិជ្ជាពុកម៉ែបងប្អូនបាទឥឡូវនេះខ្ញុំដូចជាមិនមានអ្វីច្រើនទេហើយសូមបញ្ចប់តែម្ដងកុំឲ្យវែងពេកហើយអធិស្ឋានរកកំហុសខុសឆ្គងបាទទស្សនវិជ្ជាទាំងអស់នេះហើយយ៉ាងណាក្តីសូមខន្តីអធិស្ឋានបាទហើយចុងក្រោយជូនពរពុកម៉ែបងប្អូនទាំងគ្នាជួបតែសេចក្តីសុខប្រកបរបរទទួលទានមានបានធ្វើដំណើរទៅជិតឆ្ងាយនេះសូមសុខសុវត្ថិភាពហើយចឹងអរគុណច្រើនខ្ញុំបាទសូមជម្រាបលាបានអត់ជាប់ក្នុងផងទៅ